ở nơi ná gần nè nơi prasat cột chó nó có nó có bờ mẹ thi đi thi cái thi đi thi đi cái thi đi thi thi đi thi đi cái thi đi thi cái gì không có là chà lớn ấy nhưng nhom bàn mặc đò ở prasat cột chó hái đại miền tây tăng nơiสังกัดกกเจาะกรงสิมเรียบแคดสิมเรียบมาขังกรอยเนียงขยมนี่ตามดองคือเนียงขยมถั่วดำนาเมาต่อยจีทบมาจมวยนังได้ให้นังโกนนี่คือในในขังหมกในปราสาทกกเจาะบางยังจีตามเพลกัดมาปีผู้จังชงายปีบล้องมาการเพลอสามซับคือยังเปิดบะเมื่อเคยภาษาในเมนเตดซาตาเวเมียนปรายเมียนเชิญในขังหมกบังในจัดต้องสลายบะทำศึกษากกเจาะตามดองជាបឋមសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តទស្សនានិងសិក្សាស្រាវជ្រាវអំពីប្រវត្តិរបស់ប្រាសាទបុរាណខ្មែរចា៎នៅក្នុងវីដេអូនេះនាងខ្ញុំលើកយកប្រធានបទមួយដែលទាក់ទងជាមួយនឹងប្រាសាទគោកចកចា៎យើងឃើញរូបរាងរបស់ប្រាសាទគោកចកហើយគឺជាប្រាសាទដែលមានចំនួន2ចាមានតួប៉មចំនួន2បែរមុខទៅទិសខាងកើតចាយើងឃើញប្រាសាទបែបនេះយើងប្រកាសជាមានអារម្មណ៍ថាប្រាសាទនេះជាប្រាសាទធម្មតាមិនគួរឲ្យចង់ទស្សនាឬក៏សិក្សាស្រាវជ្រាវខ្លាំងណាស់នោះទេក៏ប៉ុន្តែក៏បីចំណាយពេលវេលាសិក្សាបន្តិចសិនសម្រាប់នាងខ្ញុំគិតថាប្រាសាទនេះមានរូបរាងតូចក៏ពិតមែនមិនមានក្បូរក្បាច់រចនាសម្ព័ន្ធដែលត្រូវបានឆ្លាក់នៅលើប្រាសាទដោយប្រាសាទដទៃទៀតក៏ពិតមែនក៏ប៉ុន្តែប្រាសាទនេះគឺជាប្រាសាទមួយដែលមានប្រវត្តិដ៏អស្ចារ្យទាក់ទងជាមួយនឹងរឿងរ៉ាវដ៏ចម្លែកនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី3ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី2ចា៎អញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាឬក៏សិក្សាអំពីប្រាសាទណាមួយយើងក៏បីចា៎សិក្សាទៅលើចំណុចសំខាន់នៃប្រាសាទនោះដើម្បីឲ្យដឹងអំពីប្រវត្តិរបស់ប្រាសាទនោះទើបយើងអាចយល់ចាតើប្រាសាទនោះគេសាងឡើងដើម្បីអីសាងឡើងក្នុងរជ្ជកាលស្ដេចអង្គណាចាក៏សាងឡើងដោយរបៀបណាអំពីសំណង់អ្វីប្រភេទថ្មអ្វីចាអញ្ចឹងឥឡូវនេះនាងខ្ញុំនឹងលើកយកចំណុចសំខាន់នៃប្រាសាទនេះឥឡូវនេះយើងមកសិក្សាអំពីខ្លឹមសារសំខាន់បែបសង្ខេបនៃប្រាសាទចំណុចសំខាន់នោះគឺយើងមានចំនួន5ចា៎ទី1ឈ្មោះរបស់ប្រាសាទនេះមានឈ្មោះថាប្រាសាទគោកចកចំណុចទី2ទីតាំងរបស់ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិគោកចកសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបចំណុចសំខាន់ទី3អ្នកកសាងប្រាសាទនិងឆ្នាំកសាងប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលឬក៏
ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី3ដែលជាបុត្រារបស់ព្រះបាទជ័យវរ្ម័នទី2ឆ្នាំដែលកសាងប្រាសាទនោះគឺនៅចុងសតវត្សទី10ចាចុងសតវត្សទី10ចំណុចទី4គោលបំណងក្នុងការកសាងប្រាសាទគោលបំណងនៅក្នុងការកសាងប្រាសាទនេះគឺឧទ្ទិសដល់សក្កព្រាហ្មណ៍នៅទីឋានវិស្ណុគ្រាមចានៅទីឋានវិស្ណុគ្រាមអញ្ចឹងកន្លែងដែលគេសាងប្រាសាទហ្នឹងគឺជាទីឋានវិស្ណុគ្រាមជាទីឋានដ៏ស័ក្តិសិទ្ធិចាចំណុចទី5សិក្សាអំពីសិលាចារឹកនិងក្បាច់ចម្លាក់ប្រាសាទសម្រាប់ចំណុចទី5នេះខ្ញុំសូមបូកបញ្ចូលទាំងប្រវត្តិប្រាសាទនឹងផងដែររឿងរ៉ាវដែលទាក់ទងជាមួយនឹងចាការដែលធ្វើឲ្យព្រះបាទជ័យវរ្ម័នទី3កសាងប្រាសាទនេះឡើងហេតុអីបានជាត្រូវការកសាងប្រាសាទនេះឡើងតើមានរឿងហេតុអីបានធ្វើឲ្យទ្រង់កសាងប្រាសាទនេះឡើងហើយទៅឧទ្ទិសថ្វាយចាឧទ្ទិសដល់សក្កព្រាហ្មណ៍តើមានរឿងអីកើតឡើងតោះពុកម៉ែបងប្អូនរីករាយស្ដាប់ដូចតទៅនេះគឺមានគូទឹកផុតចំវិញHello អ្នកកំឡោះមានផ្ទះប្រជាពលរដ្ឋរស់នៅជំវិញផងដែរពីព្រោះទៅថាប្រាសាទស្ថិតនៅក្នុងក្រុងដែរចានេះគឺបំណែកថ្មដែលបាក់បែកគឺខាងអាជ្ញាធរជាតិអប្សរាគាត់យកមកតម្រៀបនៅខាងនេះទុកចោលនៅនេះជាទូទៅប្រាសាទបុរាណខ្មែរយើងដែលកសាងឡើងដោយស្ដេចខ្មែរចំនួនមុនគឺតែងតែកសាងហើយគឺតែងតែមានគោទឹកព័ទ្ធជុំវិញព្រះអង្គមិនដែលភ្លេចទេដោយខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងប្រាសាទគោកចកគឺមានទីតាំងជាប់នឹងសាលារៀនបឋមសិក្សាគោកចកនេះដើរមកជុំប្រាសាទហើយបងប្អូនប្រាសាទគោកចកសង់ឡើងអំពីឥដ្ឋលម្អដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់នៅលើខឿនថ្មបាយក្រៀមមួយជាន់និងបន្តដោយកម្រាលឥដ្ឋជំវិញប្រាសាទនេះមានប្រាង្គ2បែរមុខទៅទិសខាងកើតមានច្រកចូលមួយពីទិសខាងកើតនិងព័ទ្ធដោយកសិនទឹកមួយបើពុកម៉ែបងប្អូនទៅទស្សនានៅប្រាសាទគោកចកពុកម៉ែបងប្អូននឹងឃើញនៅកសិនទឹកចានៅកសិនទឹកប៉ុន្តែសម្រាប់រដូវប្រាំងគឺរីងអស់ហើយចាគឺរីងអស់ហើយនៅលើស៊ុមទ្វាររបស់ប្រាង្គទាំងពីរនេះមានសិលាចារឹកដែលមានការបរិច្ឆេទនៅឆ្នាំខុសគ្នាសិលាចារឹកទាំងពីរនេះមិនបាននិយាយអំពីឆ្នាំនៃការស្ថាបនាទេតែតាមសិលាចារឹកនៅប្រាង្គខាងជើងបានសរសេររំលឹកអំពីឆ្នាំដែលព្រះរាជាឈ្មោះជ័យវរ្ម័នដែលជាបុត្រារបស់ព្រះបាទជ័យវរ្ម័នទី2បានមកទាក់ដំរីនៅតំបន់នោះក្រោយមកដំរីដែលព្រះអង្គបានទាក់នោះក៏វារត់បាត់ទៅលុះវេលាយប់ពេលដែលព្រះអង្គផ្ទុំបានយល់ស្បិនឃើញព្រាហ្មណ៍មួយមកបន្ទូលប្រាប់ឲ្យព្រះអង្គកសាងប្រតិមានិងមានភក្តីភាពមានណាពាក្យថាមានភក្តីហ្នឹងគឺការគោរពដល់គាត់នឹងប្រគល់ដំរីឲ្យវិញនៅថ្ងៃស្អែកពេលព្រះអាទិត្យរះដំរីនោះក៏ត្រឡប់មកវិញមែនហើយព្រះអង្គបានបង្គាប់ឲ្យគេឆ្ការព្រៃនិងសាងប្រាសាទដោយថ្វាយជាសាទិសីនៅបម្រើប្រាសាទនោះផងដែរគួរបញ្ជាក់ផងដែរថា
អឺប្រាសាទកុកចកនេះកសាងឡើងនៅលើទីទួលពុកម៉ែបងប្អូនហើយសប្តាហ៍ថ្ងៃនេះគឺយើងឃើញមានសាលាបឋមសិក្សាកុកចកចានៅជិតប្រាសាទនោះផងដែរមានចំណុចសំខាន់មួយចំនួនដែលធ្វើឲ្យប្រាសាទបុរាណខ្មែរយើងបាក់រលំស្ទើរតែទាំងស្រុងចំណុចសំខាន់នោះទី1គឺមកពីកត្តាធម្មជាតិចាកត្តាធម្មជាតិដូចជាភ្លៀងខ្យល់ក្តៅត្រជាក់ដើមឈើដុះឫសអីចឹងតើដើមឈើដុះពីលើឬក៏ដើមឈើញែកថ្មដុះញែកថ្មអីចឹងជាដើមកត្តាទី2គឺកត្តាអាយុកាលព្រោះថាប្រាសាទបុរាណខ្មែរមួយមានអាយុកាលមិនតិចជាង 1000 ឆ្នាំទេចាមិនតិចជាង 1000 ឆ្នាំទេអញ្ចឹងវាយូរកាលណាទៅយូរទៅក៏ថ្មហ្នឹងក៏វាចាស់រិចរិលវារលំបាក់បែកកត្តាទី3គឺកត្តាមនុស្សដូចយើងអាចនិយាយបានថាសង្គ្រាមកើតដោយសង្គ្រាមណានេះគឺជាកត្តាសំខាន់ដែលធ្វើឲ្យប្រាសាទបុរាណខ្មែរយើងទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរបើយើងក្រឡេកទៅមើលប្រាសាទកុកចកនេះវិញយើងឃើញថាប្រាសាទនេះគឺមានរូបចម្លាក់ដែលស្ថិតនៅលើផ្តែរប្រាសាទមិនថានៅលើផ្តែរប្រាសាទខាងជើងឬក៏ខាងត្បូងទេគឺយើងឃើញរូបចម្លាក់នាគនាគចាប់គ្រុឌណានៅចំកណ្ដាលផ្តែរមួយវិញទៀតផ្តែរនោះគឺធ្វើឡើងអំពីថ្មភក់ចំណុចពិសេសនៃរូបចម្លាក់នាគចាប់គ្រុឌនេះអាចសរបញ្ជាក់ឲ្យយើងដឹងថាចង់បង្ហាញអំពីសាសនាព្រាហ្មណ៍ដោយថាសត្វគ្រុឌគឺជាយានជំនិះរបស់ព្រះវិស្ណុអញ្ចឹងប្រាសាទនេះប្រកាសជាធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុហើយ